អាយុវិធរណាខ្ញុំក៏គេមិនលក់ដែរហើយអ្វីបានជាខ្ញុំមិនបានវាសម្រាប់តែ2នាក់ទេចេញឲ្យឆ្ងាយទៅអញ្ចឹងលោកយករបស់ខ្ញុំទៅខ្ញុំគេលក់ស្រួលអញ្ចឹងភ្នែករបស់ខ្ញុំមិនឈឺនោះទេនេះយកវាទៅនេះមិនមែនមានតែ2នាក់ទេឬខ្ញុំភ្លេចថានៅមានប្រអប់មួយទៀតនឹងណាមីងស៊ីត្រឡប់មកវិញហើយអ្នកមីងលីខ្ញុំនឹងទៅលេងយាយរបស់ខ្ញុំនៅលើភ្នំនៅក្នុងថ្ងៃនេះមិនអីទេមីងលីនឹងធ្វើអ្វីល្អឲ្យឯងនៅពេលដែលឯងត្រឡប់មកវិញនៅទីនេះពិតជាត្រជាក់ណាស់បន្ទាប់ពីភ្លៀងហើយមិនឆ្ងល់ទេបានជាចៅសិនឈើមិនចង់មកបែបនេះអ្នកទាំង3អាចត្រឡប់ទៅវិញមុនខ្ញុំបានអញ្ចឹងទៅយើងត្រូវតែប្រយ័ត្នផងផ្លូវនេះរអិលណាស់ខ្ញុំមិនត្រជាក់ទេខ្ញុំនឹងរងចាំនាងហើយបន្ទាប់មកបងប្រុសស៊ីអាចទៅជាមួយនឹងមីងស៊ីបានហើយខ្ញុំនឹងត្រឡប់ទៅវិញជាមួយនឹងហេយ៉ាងមុនហើយនៅភ្នំនេះគឺពិតជាឆ្ងាយណាស់វានឹងអាក្រក់បើសិនជាទុកឲ្យក្មេងស្រីនៅតែម្នាក់ឯងនេះតើខ្ញុំគួរទៅលងក្មេងស្រីរបស់មកតូចបានដោយរបៀបណានេះខ្ញុំចង់ហៅហេឆេវិនមកវិញខ្ញុំមិនអីទេមិនចាំបាច់លួងខ្ញុំឡើយនេះតែយើងត្រឡប់ទៅរៀនវិញនៅថ្ងៃស្អែកបាទហើយព្រាមនោះមិនដឹងជាឆ្កែមកពីណាក៏បានព្រុសទៅកាន់ពួកគេទាំងពីរនាក់នេះឆ្កែមកនៅទីនេះបានដោយរបៀបណាហ្វូយ៉ានស៊ីហេតុអីបានជាដៃគាត់ក្តាប់ណែនម្ល៉េះហ្វូយ៉ានស៊ីនេះជាលើកដំបូងហើយដែលខ្ញុំឃើញគាត់បែបនេះតើយើងទៅឬនោះឆ្កែនោះក៏បានហក់ចូលមកអូទេអ្នកខ្មៅធំជប់ភ្លៀងសូមអភ័យទោសតែអ្នកទាំងពីរមិនអីទេនេះក៏មករវីរវល់នឹងយើងហើយឈប់ចងឆ្កែរបស់លោកទៅឲ្យឆ្ងាយទៅតើវាឈឺទេតោះយើងត្រឡប់ទៅផ្ទះវិញចាស់យល់ព្រមអ្នកទាំងពីរបានជួបឆ្កែធំមួយក្បាលមែនទេមែនហើយតើហ្វូយ៉ាងស៊ីធ្លាប់មានរបួសផ្លូវចិត្តជាមួយនឹងសត្វឆ្កែដែរមែនទេនេះប្រតិកម្មរបស់គាត់ចំណែកណាគាត់នៅស្ងៀមតាំងពីត្រឡប់មកវិញម្ល៉េះវាគ្មានអ្វីធំដុំទេគ្រាន់តែរកឃើញអ្នកទាំងពីរហើយឈប់និយាយដើមគេនៅក្រោយខ្នងខ្ញុំទៅអ្នកគ្មានស្រីមកតូចនាងបាននិយាយថាគ្រាន់តែទទួលស្គាល់ខ្ញុំគឺជាចៅហ្វាយរបស់នាងប៉ុណ្ណោះហើយឥឡូវនេះនាងបាននិយាយដើមខ្ញុំពីក្រោយខ្នងជាមួយនឹងអ្នកដទៃខ្ញុំមិនមែនមើលទៅគាត់ដូចជាធម្មតានៅពេលនេះតែខ្ញុំគិតច្រើនពេកទៅដឹងនៅផ្ទះគ្រួសារចាយើងមិនគួរឲ្យជឿសោះហេតុអ្វីបានជាមីស៊ីធ្វើបែបនេះតើនាងអាចកាត់ផ្ដាច់ពីយើងបានដោយរបៀបណាទៅហើយខ្ញុំក៏បានពោលនាងប្រហែលខែ10ថ្ងៃហើយក៏សម្រាប់នាងចេញមកមុនពេលដែលមីស៊ីបានលេងវត្តមានចេញមកពួកគេទាំងអស់សុទ្ធតែជារបស់ខ្ញុំម៉ាក់បានសន្យាថាបន្តិចទៀតម៉ាក់នឹងហៅមីងចាំងមកវិញនាងបានធ្វើបាបមីងស៊ីដល់ដំណាក់កាលនេះហើយនាងមិនទាន់អនុញ្ញាតនៅឡើយនោះទេហើយឯងឆាឈប់និយាយអំពីរឿងល្អអំពីគេទៀតទៅវាប្រហែលជាខ្ញុំគួរតែចាកចេញពីផ្ទះនេះហើយមីងស៊ីប្រហែលជាស្អប់ខ្ញុំទើបនាងមិនចង់ត្រឡប់មកវិញឯងជុំនិយាយពាក្យដែលមិនសមហេតុផលទាំងនេះទៅការនិយាយបែបនេះនៅក្នុងស្ថានភាពបែបនេះវាដូចជាសុភាពណាស់តែហេតុអ្វីបានជាវាមានអារម្មណ៍ថាអ្វីមួយដូចជាមិនត្រឹមត្រូវបញ្ជីឈ្មោះរបស់សាលាបានបញ្ជាក់ច្បាស់ថាថ្ងៃខួបកំណើតរបស់ចៅយ័ន្តហើយនិងមីងស៊ីនៅថ្ងៃទី14ខែតុលាតែហេតុអ្វីនេះហេយ៉ាងតើលោកបានធ្វើខុសមែនទេនេះតែថ្ងៃកំណើតរបស់មីងស៊ីមិនមែនជាថ្ងៃតែមួយជាមួយនឹងចៅយ័ន្តទេឬតែមីងស៊ីគឺជាអ្នកនិយាយវាដល់ខ្លួនឯងរាងហានដែលនៅថ្នាក់របស់ពួកគេក៏បានមកប្រាប់ខ្ញុំបែបនេះតើវាអាចជាម្នាក់នៅក្នុងចំណោមពួកគេគឺជាកូនស្រីអត់លក្ខខណ្ឌឬវាមានអារម្មណ៍ថាដូចជាអ្វីមិនសាមញ្ញថ្នាក់នេះទេសួស្តីសូមអញ្ជើញចូលមកនេះកំប៉ះអ្វីនៅក្នុងបន្ទប់របស់មីងស៊ីហើយត្រូវក្របអ្វីគ្រប់យ៉ាងដោយកណាត់ការពារធូលីនាងនឹងមកផ្ទះវិញមិនខានតែមានអ្វីកើតឡើងពួកគេដូចជាចលាចលយ៉ាងខ្លាំងពេលដែលមីងស៊ីបានរត់ចេញពីផ្ទះអ្នកណាអនុញ្ញាតឲ្យឯងចូលទីនេះចេញទៅអ្នកនាងសូមចាក់ចេញលឿនទៅហេតុអីបានជាអ្នកមីងប្រញាប់ម្ល៉េះនេះគ្រួសារចាយគឺតែងតែនៅជុំវិញចាយយាននៅអតីតកាលហើយប៉ុន្តែឥឡូវនេះមីងដូចជាតូចចិត្តខ្លាំងណាស់នៅពេលដែលចៅមីងស៊ីបានរត់ចេញហើយឥឡូវនេះពេលដែលបងធំចៅបានចូលទៅកាន់សាលារបស់យើងអ្វីដែលគាត់រកមុនគេនោះគឺចៅមីងស៊ីមិនមែនជាចៅយានទេនេះមានន័យថានេះគ្រួសារចៅដឹងហើយថាចៅយានមិនមែនជាកូនស្រីបង្កើតរបស់គេទេឬតើវាអាចទៅរួចទេដែលចៅយានគឺជាកូនស្រីខុសច្បាប់នោះមើលទៅខ្ញុំគួរតែដឹងអំពីព័ត៌មានខ្លះពីចៅយានឬមួយក៏ជាចៅមីងស៊ី
ខ្ញុំស្ទើរតែភ្លេចហើយខ្ញុំត្រូវទៅពលានយន្តហោះដើម្បីទទួលសមាជិកគ្រួសារខ្លះហើយជើងហោះហើររបស់គ្រួសារដងបានចុះចតនៅម៉ោង 10 នៅសល់ប្រហែល1ម៉ោងទៀតខ្ញុំអាចទៅដល់បានមិនអីទេចាំខ្ញុំជូននាងទៅបន្តិចហើយចាំខ្ញុំជូនហេយ៉ាងនិងជាងស៊ិនឈៀវទៅផ្ទះវិញបើកបោះជូនខ្ញុំទៅពលានយន្តហោះអ្នកទាំងអស់គ្នាហត់នឿយណាស់ហើយមិនអីទេខ្ញុំនឹងទៅដោយខ្លួនឯងអ្វីដែលល្អនេះតើនាងចង់ឲ្យគេអូននាងចូលក្នុងឡានខ្មៅហើយយកនាងទៅលក់ឯងគួរតែអធិដ្ឋានដើម្បីសុំអភូតហេតុចម្លែកមួយទៅវានឹងចម្លែកបើសិនជាបរិះចំណាស់មិនពេលឯងរហូតដល់ស្លាប់ហើយចុះបងវិញវាជាការពិតណាចវាយវ័យក្មេងម្នាក់នេះនឹងចាំអ្នកណាម្នាក់ទទួលទៅផ្ទះវិញតើខ្ញុំអាចនឹងជិះឡានមួយដែលត្រូវបែបនេះជាមួយនាងបានដោយរបៀបណាអ្វីកុំប្រាប់ខ្ញុំថានាងបារម្ភពីខ្ញុំមែនហើយខ្ញុំបារម្ភពីបងតែមានអ្វីតែត្រូវបារម្ភពីខ្ញុំទៅបងបានបើកបរយន្តហោះឯកជនជាសម្ងាត់ហើយរំលងថ្នាក់រៀនហើយតើឪពុកម្ដាយរបស់បងមិនស្ដីបន្ទោសបងទេឬនេះខ្ញុំគឺជាកូនប្រុសតែម្នាក់គត់នៅក្នុងគ្រួសារខ្ញុំវានឹងមិនអីនោះទេនាងគួរតែចេញចំណាយឥឡូវនេះកុំប្រយាពេលផែនការរបស់នាងឲ្យសោះបន្ទាប់មកត្រូវតែប្រកាសថាលោកនឹងមានសុវត្ថិភាពពេលដែលយើងជួបគ្នាម្ដងទៀតលោកម្ចាស់តូចវ័យក្មេងលោកម្ចាស់ឲ្យលោកទៅលំនៅឋានចាស់ជាបន្ទាន់បោះយន្តហោះឯកជនដោយមិនទាន់មានការអនុញ្ញាតហើយឯងថែមទាំងមិនឆ្លើយការហៅទូរស័ព្ទរបស់យើងទៀតក្មេងល្ងងតូចតែឯងកំពុងតែគិតថាឯងរត់ទៅណាជួយផងគាត់កំពុងតែចង់សម្លាប់ចៅប្រុសរបស់គាត់ហើយចង់ធ្វើម៉េចបើខ្ញុំចូលចិត្តនាងបើសិនជាតែឯងហ៊ានធ្វើបាបនាងនោះខ្ញុំនឹងលោតពីអគារមួយភ្លាមតែម្ដងអូចាំបន្តិចសិនទេខ្ញុំនឹងលោតពីលើអគារ Two Power តែម្ដងដើម្បីឲ្យភាគហ៊ុនគ្រួសារពោធ្លាក់ចុះ